សៀវជឿអ៊ីឯងពិតជាមិនចេះខ្មាស់មែនដើម្បីចូលទៅគ្រួសារសុងឯងហ៊ានដោះសម្លៀកបំពាក់ទាំងអស់របស់ខ្លួនហើយឡើងទៅលើគ្រែរបស់លោកប្រុសសុងសៀវអ៊ីអានដំបងខ្ញុំសូមបកស្រាយថាខ្ញុំនិងលោកប្រុសសុងគឺបរិសុទ្ធបន្ទាប់មកពួកយើងមានទំនាក់ទំនងអ្វីជាមួយគ្នាមានបញ្ហាអ្វីដែរទេបរិសុទ្ធរូបអក្ខរាការរបស់អ្នកទាំងពីរបានដាក់នៅទំព័រមុខហើយពេលដែលឯងកុហកគេនេះសូមបើកភ្នែកមើលឲ្យធំផងពួកយើងមានទំនាក់ទំនងអ្វីវាជារឿងផ្ទាល់ខ្លួនរបស់ពួកយើងវាមិនបានពាក់ព័ន្ធនឹងអ្នកណាទាំងអស់សម្ដែងតទៀតទៅសៅប្រផែកទៅផងលោកប្រុសសុងបងស្រីខ្ញុំស្រឡាញ់គេឈ្មោះពេកទើបរកវិធីឡើងលើក្រែជាមួយលោកប៉ុន្តែថ្ងៃនេះអ្នកសារព័ត៌មាននៅទីនេះឲ្យតែលោកនិយាយមួយម៉ាត់គ្រួសារសែយើងនឹងចេញសេចក្តីថ្លែងការណ៍មួយជាមួយគ្រួសារសុងបកស្រាយរឿងអាសន្ននឹងឲ្យសែជឿអ៊ីសុំទោសលោកជាសាធារណៈឲ្យនាងទទួលបាននៅអ្វីដែលនាងបានធ្វើកញ្ញាសែទី2និយាយមិនខុសទេខ្ញុំពិតជាមានរឿងមួយចង់បកស្រាយទំនាក់ទំនងរបស់ពួកយើងទាំងពីរមិនមែនជារឿងអាស្រូវទេសេះជីអឺគឺជាមិត្តស្រីរបស់ខ្ញុំពិតប្រាកដអនាគតលោកស្រីនៅក្នុងគ្រួសារសោហេតុអីក៏ភ្លាមយ៉ាងនេះជាមួយគ្នាទៅហើយពិតជាមិននឹកស្មានមែនវាមិនអាចទេប្រកាសជា CGE ប្រើវិធីសាស្ត្រអ្វីមួយយ៉ាងមកកុហកលោកហើយត្រូវទេហេតុអ្វីថាខ្ញុំគ្មានទំនាក់ទំនងស្នេហាជាមួយសៀជឿអ៊ីចង់ប្រើគ្រប់វិធីសាស្ត្រមកកុហកខ្ញុំតែជាគេឬក៏នាងឲ្យប្រកាសទៅខ្ញុំសុំទោសលោកប្រុសសុងខ្ញុំគ្រាន់តែនិយាយលេងប៉ុណ្ណាខ្ញុំមិនចូលចិត្តការនិយាយលេងទេលើកក្រោយសុំបិទមាត់ផងអរគុណក្នុងរយៈពេល1ម៉ោងត្រូវតែលុបរូបថតទាំងអស់នោះចោលបើសិនជាអ្នកណាមិនលុបទេខ្ញុំនឹងបញ្ចប់អាជីពការងាររបស់អ្នកនោះចេញទៅចេញទៅឆាប់ចេញទៅលឿនឡើងពួកយើងអរគុណលោកហើយខ្ញុំសួរនាងថាតើនាងដឹងដោយរបៀបណាសុងឈិនយិនបើខ្ញុំនិយាយថាពេលដែលសិនជានាងស្លាប់ខ្ញុំនៅទីនោះតើលោកជឿទេដូច្នេះនាងចូលដៃជាមួយនឹងពួកគេទាំងពីរមែនទេទាំងអស់នេះគ្រាន់តែជាអ្វីដែលសិនជានាងប្រាប់ខ្ញុំប៉ុណ្ណោះកុំចង់មកបោកខ្ញុំនាងមិនដែលស្គាល់ជាមួយនឹងសិនជានាងសូម្បីតែបន្តិចគេមិនអាចប្រាប់រឿងទាំងនេះទៅនាងទេបើលោកប្រុសសុងមិនជឿទេនោះអាចតែស៊ើបរឿងនេះបានដោយខ្លួនឯងចុះគ្រួសារមួយនេះកំពុងតែជួសជុលរៀបបិទថ្មីមែនទេប្រធានជារឿងបាត់ខ្លួនរបស់អ្នកនាងសិនពួកយើងរកគ្រប់វិធីហើយនៅតែរកមិនឃើញទេទៅស៊ើបបន្តទៀតទៅខ្ញុំនឹងទៅលោកខេខ្ញុំមានរឿងមួយចង់ឲ្យនាងស៊ើបបន្តិចសុងជិញយិនលោកទេមកអុកខ្ញុំពេលនេះលោកមានដំណឹងល្អពីសិនជានីងមែនទេពិតជារឿងដែលតាក់ទងនឹងសិនជានីងពិតមែននាងនៅណាគម្រោងដេគ័រផ្ទះរបស់គ្រួសារសិនតើក្រុមហ៊ុនរបស់នាងជាអ្នករចនាមែនទេតើមួយរយៈនេះគ្រួសារសិនសាងសង់អ្វីថ្មីដែរទេរឿងនេះមានពាក់ព័ន្ធអ្វីជាមួយនឹងការបាត់ខ្លួនចេននីសៀជឿអ៊ីនិយាយថាចេននេះមិនមែនបាត់ខ្លួនទេគឺនាងបានស្លាប់ហើយថាម៉េចគ្រួសារស៊ីនទាំងអស់ត្រូវបានលោកជីឈុនវាយឲ្យរបួសផ្ទាល់ដៃឈាមបានខ្ទាតពេញនឹងហើយបាននាំយកទៅដុតសម្លាប់នៅក្រោមស្ពានសាកសពសាច់ឈាមរបស់ពួកគេបានរលាយទៅលើឥដ្ឋទោះខំជូតយ៉ាងម៉េចក៏ជូតមិនជ្រះដែរបងនាងបានខົບខិតជាមួយគេធ្វើម៉េចនាងដឹងរឿងទាំងអស់នេះទៅខ្ញុំមិនប្រកាន់ទេសម្រាប់នាងរួចហើយចាំសម្រាប់2នាក់នោះតាមក្រោយសម្រាប់ខ្ញុំមួយជាតិនេះលោកនឹងមិនអាចដឹងពីរឿងពិតនេះបានរហូតខ្ញុំប្រកាសជាទៅស៊ើបរកការពិតឲ្យបានខ្ញុំនឹងធ្វើឲ្យអ្នកធ្វើបាបជានាងទាំងអស់ទទួលនៅអ្វីដែលគេបានធ្វើអ្នកប្រុសសុងសូមឲ្យអ្វីដែលលោកនិយាយធ្វើបានចុះមិនស្មានថាមានថ្ងៃមួយខ្ញុំហ៊ានប្រើប្រាស់មនុស្សដែលខ្ញុំស្រឡាញ់ជាងគេក្នុងលោកនេះទៅបញ្ចប់ការសងសឹកសោះសុងឈីយិនខ្ញុំសុំទោសសូមចូលទៅមើលរឿងពេញនៅក្នុង YouTube
Khmer Movie Insight លោកអ្នកអាចចុចចូលតាម link ខាងក្រោម I comment ក៏បានហើយកុំភ្លេច follow and like page មួយផងណាដើម្បីទទួលបានរឿងថ្មីមុនគេអរគុណ